ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញពីវិធីធ្វើនំត្រាវខ្ទិះដែលនំនេះគឺមានរសជាតិឆ្ងាញ់មិនចាញ់នំល្ពៅខ្ទិះនិងនំតូចខ្ទិះប៉ុន្មានទេនេះគឺជាត្រាវដែលខ្ញុំបានចិតសម្បកនិងលាងទឹកស្អាតហើយគឺយើងយកមកកាត់ជាដុំតូចៗល្មមចំពោះត្រាវ300ក្រាមនេះគឺខ្ញុំយកទៅស្ងោរដើម្បីកិនហើយចំណែកឯត្រាវ100ក្រាមនេះគឺខ្ញុំយកទៅកាត់ជាដុំតូចៗរួចហើយយកទៅស្ងោរឲ្យវាផុយដើម្បីដាក់នៅក្នុងនំឥឡូវហ្នឹងគឺត្រាវបានស្ងោរឆ្អិនអស់ហើយខ្ញុំយកត្រាវដែលមានបន្ទះធំយកទៅដាក់កិនជាមួយនឹងទឹក250មីលីលីត្ររួចហើយត្រូវកិនរហូតដល់តែម៉ត់ល្អបន្ទាប់ពីកិនត្រាវបានម៉ត់ហើយគឺយើងទុកវាមួយឡែកសិនដាក់ម្សៅឆាម្សៅអង្ករខ្សាយស្ករសជាមួយនឹងអំបិលចូលគ្នារួចហើយចាក់ទឹកខ្ទិះដូងបន្តិចចូលលាយចូលគ្នារហូតដល់តែចូលគ្នាបានសព្វល្អបន្ទាប់មកចាំចាក់ខ្ទិះដូងដែលនៅសល់ចូលនៅពេលដែលកូរម្សៅជាមួយនឹងស្កររលាយអស់ហើយគឺយើងចាក់ទឹកខ្ទិះដូងដែលនៅសល់ចូលបន្ទាប់មកគឺចាក់ទឹកអំបោរចំនួន200មីលីលីត្រចូលរួចហើយកូរចូលគ្នារួចយកត្រាវដែលបានកិនម៉ត់នឹងយកមកចាក់ចូលហើយកូរចូលគ្នាឲ្យសព្វនៅពេលដែលកូរចូលគ្នាបានសព្វហើយគឺយើងយកទៅចាក់ដាក់នៅក្នុងកន្ត្រងដើម្បីច្រោះហើយច្រោះដាក់ចូលនៅក្នុងខ្ទះមួយបន្ទាប់ពីច្រោះរួចហើយគឺយើងត្រូវកូរនៅលើភ្លើងនឹងដោយបើកភ្លើងល្មមរហូតទាល់តែឡើងខាប់ហើយនៅពេលដែលកូរឡើងខាប់ហើយគឺយើងត្រូវបន្តកូរបន្តទៀតរហូតទាល់តែសាច់នំនឹងឡើងថ្លានៅពេលដែលកូរសាច់នំរាងថ្លាហើយគឺយើងអាចឈប់កូរបានដែលខ្ញុំប្រើរយៈពេលប្រហែលជា7-20នាទីឬក៏អ្នកទាំងអស់គ្នាចង់ឲ្យវារាងខាប់ជាងហ្នឹងគឺអាចបន្តកូរបានរហូតដល់តែយើងលើកវែងឡើងទៅគឺវារាងតឹងហើយបន្ទាប់មកគឺយើងយកត្រាវដែលបានកាត់តូចៗហ្នឹងចាក់ចូលរួចច្របល់ចូលគ្នាឲ្យសព្វនៅពេលដែលច្របល់ត្រាវចូលគ្នាបានសព្វហើយគឺយើងទុកឲ្យវារាងត្រជាក់បន្តិចសិនដាក់ស្ករសអំបិលម្សៅអង្ករខ្សាយខ្ទិះដើមជាមួយនឹងទឹកចូលគ្នារួចហើយកូររហូតដល់តែស្ករសនិងម្សៅនឹងរលាយអស់នៅពេលដែលកូរស្ករសនិងម្សៅរលាយអស់ហើយគឺយើងត្រូវបើកភ្លើងនិងកូររហូតដល់តែខ្ទិះនឹងឡើងខាប់ចំពោះទឹកខ្ទិះនេះខ្ញុំប្រើខ្ទិះដើមលាយជាមួយនឹងទឹកបន្តិចឬក៏អ្នកទាំងអស់គ្នាចង់ប្រើជាខ្ទិះដើមសុទ្ធក៏បានដែរឥឡូវហ្នឹងគឺខ្ទិះដូងបានរួចរាល់ហើយគឺយើងចាប់ផ្ដើមដួសនំដាក់នៅក្នុងចានខ្ញុំដួសខ្ទិះដូងបន្តិចដាក់នៅនឹងបាតចានដើម្បីតុបតែងឲ្យនំហ្នឹងឃើញស្អាតបន្ទាប់មកដួសសាច់នំដាក់ចូលនៅក្នុងចានហើយដាក់កន្លះចានឬក៏ជាងកន្លះចានក៏បានដែរហើយខាងលើគឺយើងទុកបន្ថែមខ្ទិះដូងបន្ទាប់ពីដួសនំដាក់ចូលនៅក្នុងចានរួចហើយគឺយើងចាក់ខ្ទិះដូងពីលើបន្ទាប់មកទៀតយកល្ងលីងមកដាក់ពីលើហើយល្ងនេះគឺខ្ញុំបានកិនបំបែកឲ្យវាបែកតិចតិចឬក៏អ្នកទាំងអស់គ្នាអត់ចង់កិនឲ្យវាបែកក៏បានដែរវិធីនៃការធ្វើនំត្រាវខ្ទិះបានរួចរាល់ប្រសិនបើមានកំហុសឆ្គងត្រង់កន្លែងណាសូមអធិស្ឋានហើយបើបងប្អូនចូលចិត្តវីដេអូនេះសូមជួយចុច like និង share វីដេអូនេះទៅកាន់បងប្អូននិងមិត្តភក្តិដទៃទៀត